សម្រាប់អ្នកដែលមានការលោតតាក់ទងទៅនឹង Telegram ឲ្យអាប់ដេតអញ្ចឹងតាក់ទងនឹងការអាប់ដេតហ្នឹងគឺអត់មានបញ្ហាទេអ្នកគ្នាអាចចុចអាប់ដេតទៅវាមិនមែនជាការប៉ះពាល់ទៅលើអីមួយទេនេះគឺជាការកំណត់អាប់ដេតទៅលើការ design system ថ្មីរបស់ Telegram ហើយនឹងការពារបន្ថែមតាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពអញ្ចឹងសម្រាប់អ្នកដែលគាត់មាន load តាក់ទងនឹង update បែបហ្នឹងអ្នកគ្នាអាចចុច update បានឬក៏អ្នកគ្នាអាចចូលទៅក្នុង Play Store ឬក៏ App Store ដើម្បី update បានវាអត់ជាបញ្ហាទេអញ្ចឹងបើសិនអ្នកគ្នាអត់ update ទេ version ចាស់របស់ Telegram វានឹងបិទផ្អាកការប្រើប្រាស់នៅម្លងពេលថ្ងៃមុខអញ្ចឹងដើម្បីឲ្យ Telegram របស់យើងមិនមានការបញ្ឈប់ក្នុងការប្រើទេយើងអាច update ទៅឬក៏អ្នកនរចាំនៅពេលដែលដល់រយៈពេលកំណត់ដែលវាទៅផ្អាកអ្នកនរអាចចាំ update ពេលនោះក៏បានដែរតែខ្ញុំណែនាំអ្នកនរឲ្យធ្វើការ update ទៅពួកអីវាអាចការពារទៅទៅនឹង account Telegram របស់អ្នកនរបន្ថែមបានដែរហើយអ្នកនរក៏អាចទទួលបាននៅចំនួនថ្មីរបស់វាក្នុងការ design អីថ្មីបន្ថែមទៀតនៅលើ Telegram មួយនឹងដែរចឹងអ្នកនរ